យើងជាបុរសហើយមានប្រពន្ធបែរទៅជាលួចលាក់មានស្រីខាងក្រៅព្រះអង្គសម្ដែងថាជាហេតុជាប្រធាននាំឲ្យទទួលបាននៅសេចក្តីវិនិច្ឆ័យហេតុអីបានពោលថាអាការដែលមានប្រពន្ធមានកូនហើយទៅលួចលាក់មានស្រីខាងក្រៅជាប្រធាននៃសេចក្តីវិនិច្ឆ័យទី1វាត្រូវចាយទ្រព្យចាយធនធានទៅលើស្រីខាងក្រៅហ្នឹងមែនទេញាតិញោមហើយបើស្រីខាងក្រៅនឹងចរិតមិនល្អចរិតបែបញីផងណាមិនមែនជាស្រីចរិតញីវាមានឯណេះវាមានឯណោះដល់ទៅពេលឯណេះស្រឡាញ់គេងប់ពេកចាប់ផ្ដើមទៅតាក់ទងគេដល់ទៅពេលវាជ្រុលខ្លួនជ្រុលប្រាណឆ្លងរោគមកមិនមែនឆ្លងតែខ្លួនឯងទេវាអាចដោយទាំងប្រពន្ធទាំងមិនដល់ខ្យល់អីទៀតផងបានថ្មដាស់តឿនថាប្រសិនបើជាមានប្រពន្ធហើយត្រូវធ្វើជាប្តីដ៏ល្អបំផុតតើនេះកូនប្រុសវាជាការបង្ហាញថាសេចក្តីសុខនេះវាមិនមែនកើតឡើងព្រោះថ្ងៃខែឆ្នាំត្រូវគ្នាទេថ្ងៃខែឆ្នាំគុណគូបោកដកអីទៅឃើញថាខែឆ្នាំហ្នឹងវាត្រូវគ្នាហើយប៉ុន្តែប្រសិនបើប្តីវាមិនស្មោះត្រង់នៅតែឲ្យប្រពន្ធកើតទុកអញ្ចឹងបើប្រពន្ធគេជើធ្លុះនៅតែឲ្យប្តីត្រកអញ្ចឹងតើនេះអញ្ចឹងតលតែខាងស្វាមីនិងខាងភរិយាវាត្រូវសាមគ្គីគ្នាជាធ្លុងមួយទៅបានអាចទទួលបាននៅសេចក្តីសុខនិងសុភមង្គលទៅបានតើនេះអញ្ចឹងកូនប្រុសស្រីតើនេះណាហ្នឹងហើយតន់ហើយប្រយ័ត្នតែចប់ធម៌ទេសនាហើយតដែលហ្នឹងហើយព្រោះអាត្មាមិនបានមកឌីលម៉ាស់មកថាមហានមកស្ដីឲ្យទៀតទេមកតែម្ដងហ្នឹងហើយទៅបាត់ដំបងវិញប្រទេសប៉ុនផ្សេងបាត់ហើយអានឹងបញ្ជាក់អញ្ចឹងពេលវេលានៃការបានគ្នាជាប្តីប្រពន្ធជាគូជីវិតនេះអាត្មាសូមដាស់តឿនកូនទាំងពីរថាមិនមែនជារឿងចៃដន្យទេមិនមែនជារឿងចៃដន្យភាពធុញទ្រាន់និងភាពនឿយណាយនឹងមកដេចផងខ្លះទៀតចេះតែពោលថានឿយណាយណាព្រោះគាត់ឈឺច្រើនណោះនឿយណាយណាព្រោះចាស់វាពិបាកណោះនឿយណាយណាវាជាពាក់គេវាច្រើនវាអត់អីស៊ីឃើញទេហើយក៏ពោលថាអាហ្នឹងគឺជាការនឿយណាយប៉ុន្តែនេះមិនមែនជាការនឿយណាយទេបើយើងចង់ដឹងថាតើគណៈពេលហ្នឹងចិត្តរបស់យើងវាជាចិត្តដែលនឿយណាយពិតប្រាកដឬយ៉ាងណាយើងអាចស្ទាបស្ទង់ពិសោធន៍បានដោយបែបវិទ្យាសាស្ត្រឧទាហរណ៍ញាតិញោមឈឺច្រើនណារ៉ាំរ៉ៃហើយវាអត់លុយមើលផងដល់ទៅពេលឈឺច្រើនរ៉ាំរ៉ៃអត់លុយមើលទៅសត្វតែគាត់កើតនៅអាសេចក្តីសភាពថាយើងថាធុញទ្រាន់មិនតាន់ថាបានទេអញ្ចឹងទៅគាត់ពោលថានឿយណាយប៉ុន្តែយើងចង់ដឹងថាតើគណៈចិត្តហ្នឹងវានឿយណាយឬមិននឿយណាយយើងមើលសិនប្រសិនបើមានគេថាឥឡូវខ្ញុំឲ្យបង$1000បងទៅមើលជំងឺតើអត់បើឈឺហើយប្រាប់ថានឿយណាយហើយដល់តែពេលគេឲ្យថ្នាំហើយឲ្យលុយទៅព្យាបាលឲ្យគណៈនឹងមិនមែនជានឿយណាយទេវាជាការធុញទ្រាន់នៅសេចក្តីទុក្ខលំបាកដែលជាវិបាករបស់កម្មឯណោះច្រឡំដើរប្រាប់គេប្រាប់ឯងចឹងទៅខ្ញុំនឿយណាយណាសប្តាហ៍ថ្ងៃហ្នឹងខ្ញុំមិនចង់នៅទេចេះតែពោលចឹងទៅប៉ុន្តែអ្នកដែលពោលបែបហ្នឹងប្រសិនបើមានចិត្តនឿយណាយមែនតែម្ដងអត់អាចទៅនិយាយអីរញ៉េរញ៉ៃប្រពេកប្រប៉ោយប្រាប់អ្នកនេះប្រាប់អ្នកនោះអីបានទេរោគតែផ្លូវមួយយ៉ាងគត់ដើម្បីបានជាបដិបទាននៃការរួចរំដោះពីចំណងនៃសេចក្តីទុក្ខក្នុងសង្សារវដ្ត